ច់ចិត្តថ្ងៃនេះចម្រើនពរពីចម្ងាយទៅសម្ដេចបវរធិបតីក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោសូមសម្ដេចចាំទ្វេនិងមន្ត្រីកោមកវាតកុំស្ដាប់យោបល់ព្រះអង្គប្រមាណអង្គដែលចង់ឲ្យបង្កើតក្រុមជំនុំបត្រៃបៃដកថ្មីបន្តិចទៀតខ្ញុំប្រកាសអាត្មានឹងលើកអំពីផលប៉ះពាល់ដែលយើងមិនគួរសោះព្រោះមិនគួរសោះតែខ្ញុំប្រកាសអាត្មាភាពសូមចម្រើនពរពីចម្ងាយចំពោះសម្ដេចទាំងទ្វេកុំអាលស្ដាប់ប្រសងប្រមាណអង្គដែលចង់ឲ្យយោបល់ទៅសម្ដេចបង្កើតរឿងនេះខ្ញុំប្រកាសអាត្មាជឿយ៉ាងច្បាស់ថាគំនិតនេះគឺជាគំនិតរបស់ប្រសងមិនមែនជាគំនិតរបស់សម្ដេចទេព្រោះសម្ដេចរវល់បេក្ការរឿងជាតិច្រើនណាស់ដែលត្រូវគិតទាំងសេដ្ឋកិច្ចទាំងនយោបាយទាំងសន្តិភាពសម្ដេចមិនមានពេលទៅគិតរឿងហ្នឹងទេហើយជាក្រុមជំនុំបត្រៃបៃដកកុំឲ្យមានពាក្យហ្នឹងចូលក្នុងក្រុមរបស់ព្រះអង្គកណាខ្ញុំកណាសម័យអត់ចេញទេព្រះអង្គខ្ញុំកណាសម័យអត់ចេញមែនខ្ញុំកណាសម័យអត់ចេញមែនកុំថាឡើយដល់គិតឲ្យចេញជាគម្រោងហ្នឹងតែសម័យខ្ញុំកណាអត់ហ៊ានសម័យផងព្រះអង្គខ្ញុំកណារៀនសូត្រកខចេះបានតិចតួចប៉ុណ្ណឹងខ្ញុំកណាអត់ហ៊ានសម័យខ្លួនខ្ញុំកណាណាបើឧបមាថាគេយកទៅដាក់ក្នុងក្រុមហ្នឹងវិញខ្ញុំកណាខ្មាស់ខ្លួនខ្ញុំកណារហូតដល់ដាច់ចង់ងាប់កណាព្រះអង្គមានស្អីព្រះអង្គហើយព្រះអង្គទាំងភាពស្អត់ស្អំទាំងផ្លូវចិត្តផ្លូវកាយកុំនិយាយដល់ចំណេះដឹងដែលព្រះអង្គមិនមានក្នុងខ្លួនព្រះអង្គខ្លះសឹងនៅតែកត់សោះឆាន់សឹងតើថ្វាយបង្គំព្រះមិនថ្វាយបង្គំផងតើឡើងថ្វាយបង្គំព្រះមិនចង់ឡើងថ្វាយបង្គំផងឆាន់ដោះពោះប៉ប៉ិនបាវនៅតែក្នុងកត់បានឈ្មោះជាបណ្ឌិតដែរខ្ញុំណានិយាយនេះប៉ះពាល់បន្តិចឲ្យខ្ញុំកណាគ្រាន់តែចង់បញ្ជាក់បើសិនជាព្រះអង្គគ្រប់ព្រះអង្គនៅតែបដិញ្ញាបង្កើតរឿងហ្នឹងគឺខ្ញុំកណានៅតែប្រឆាំងរហូតដល់ខ្ញុំកណាសគត់វាមិនគប់បីសោះណាព្រះអង្គគ្រប់ព្រះអង្គមិនគួរបន្ទាបតម្លៃរបស់អ្នកប្រាជ្ញដល់ម្លឹងទេព្រះអង្គខ្លះឆាន់នៅតែក្នុងកត់ដោះតែក្បាលពោះអត់ដែលកាន់បិចកាន់សភៅចូលសាលាសោះព្រះអង្គបានឈ្មោះជាបណ្ឌិតឬព្រះអង្គចង់យកឈ្មោះព្រះអង្គគ្រូព្រះអង្គជាបណ្ឌិតហ្នឹងបណ្ឌិតស្រុកយើងវាមានច្រើនមានបណ្ឌិតកិត្តិយសនិងបណ្ឌិតចូលសាលាពិតប្រាកដអង្គខ្លួនព្រះអង្គថាជាបណ្ឌិតដោយសារសម្ដេចជួនណាតលោកមិនមែនជាបណ្ឌិតសម្ដេចក្រុមជំនុំបត្រៃបៃដកផ្សេងហួតតាអ៊ំស៊ូហែនជីវម៉ែនសុកម៉ងសេះប៉ុនសំភាជប៉ាងខាត់អុយរស់សេងយើងកំតោកៅស៊ីងឈឹមសុំយូអ៊ុនអ្នកប្រាជ្ញខ្មែរយើងលោកអត់មានឈ្មោះជាបណ្ឌិតព្រះអង្គគ្រប់ព្រះអង្គជាបណ្ឌិតមែនបានព្រះអង្គចង់កែតម្រូវអ្នកប្រាជ្ញជាមហាវីរៈបរិសជាតិព្រះអង្គយកមកគិតខ្លួនព្រះអង្គវិញក្នុងខ្លួនព្រះអង្គមានស្អីកណាមានស្អីគ្រប់ព្រះអង្គមានអីគ្រប់ព្រះអង្គមានអីក្នុងខ្លួនព្រះអង្គមានអីហើយអត្តចរិតចិត្តគំនិតបេះដូងរបស់ព្រះអង្គស្មើនឹងបាតជើងកញ្ចក់ជើងរបស់បុព្វបរិសជាតិដែលព្រះអង្គចង់យកឈ្មោះព្រះអង្គទៅបង្កើតជាក្រុមជំនុំបត្រៃបៃដកចំនួនថ្មីនេះព្រះអង្គចង់កែផ្ទៀងផ្ទាត់នៅបត្រៃបៃដកនេះខ្ញុំកណាគ្រាន់តែឃើញរឿងហ្នឹងខ្ញុំកណាសឹងអត់លោកព្រះអង្គខ្ញុំកណាគិតថាអូម្ចាស់ថ្លៃហើយរឿងមានប្រយោជន៍ច្រើនណាស់សម្រាប់សង្គមជាតិយើងព្រះអង្គមិនឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីព្រះអង្គឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីនៅរឿងដែលមិនគួរគិតសោះហើយអាត្មាជឿថាសម្ដេចបវរធិបតីលោករវល់គ្មានពេលទៅគិតរឿងហ្នឹងចេញទេលោករវល់រឿងនយោបាយរវល់រឿងសន្តិភាពរវល់រឿងសេដ្ឋកិច្ចរវល់រឿងគ្រប់គ្រងប្រជាជាតិខួរក្បាលលោករវល់ណាស់ហើយព្រះអង្គគ្រប់ព្រះអង្គទៅឲ្យយោបល់លោកនៅរឿងដែលមិនគួរលើកឡើងសោះព្រះអង្គកណាដូចខ្ញុំកណានិយាយមិញបើព្រះអង្គចង់ជួយជាតិមានរឿងច្រើនណាស់រឿងចោះទៅអប់រំនៅសហគមន៍ដាច់ស្រយាលរឿងបណ្ដោះលើកកម្ពស់តម្លៃនៃការអប់រំដល់កុមាររឿងទៅអប់រំពុកតាន់ដិតពុកញៀនឆ្នាំដែលខ្ញុំកណាធ្លាប់ដើរហើយតាំងពីដើមមកព្រះអង្គធ្វើទៅសត្វតែជារឿងមានប្រយោជន៍សម្រាប់ជាតិតំបន់ដាច់ស្រយាលណាដែលមើលទៅមិនតាន់មានសាលារៀនសមរម្យព្រះអង្គនាំគ្នាទៅធ្វើសាលារៀនព្រះអង្គនាំគ្នាធ្វើអីដែលវាមានប្រយោជន៍សម្រាប់ជាតិខ្ញុំកណានិយាយថ្ងៃនេះច្បាស់ជាប៉ះពាល់បតីព្រះអង្គគ្រប់ព្រះអង្គតែខ្ញុំកណាត្រូវតែប្រឆាំងតែម្ដងចំពោះរឿងនេះមួយបើសិនជាព្រះអង្គគ្រប់ព្រះអង្គចង់មានឈ្មោះរបស់ព្រះអង្គគ្រប់ព្រះអង្គជាប់តកូនតចៅថាជាក្រុមជំនុំបត្រៃបៃដកចំនួនថ្មីគឺមិនអាចទេព្រះអង្គកុំយកពាក្យនឹងយកមកប្រើទី1ទី2បើព្រះអង្គចង់ខ្លាយខ្លួនព្រះអង្គគ្រប់ព្រះអង្គទៅជាក្រុមអ្នកប្រាជ្ញព្រះអង្គគ្រប់ព្រះអង្គនាំគ្នាសង្កត់រកអ្វីដែលជារបបកំហើញថ្មីហើយវាមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិព្រះអង្គបោះពុំចែកផ្សាយនៅអ្វីដែលថ្មីដែលគេមិនទាន់រកឃើញទើបព្រះអង្គខ្លាយខ្លួនទៅជាអ្នកប្រាជ្ញហើយបើព្រះអង្គគ្រប់ព្រះអង្គខ្លះដូចខ្ញុំកណានិយាយមិញមិនទាំងដែលកាន់បិចកាន់សភៅផងព្រះអង្គបានឈ្មោះជាបណ្ឌិតឬព្រះអង្គតាំងខ្លួនថាមកពីព្រះអង្គមានឈ្មោះជាបណ្ឌិតព្រះអង្គចង់កែអ្នកប្រាជ្ញដែលអត់មានឈ្មោះជាបណ្ឌិតវាហួសវិស័យដែលយើងមិនគួរកប់បីគិតរឿងហ្នឹងសោះណាព្រះអង្គមិនគួរសោះខ្ញុំកណាគិតថាមិនគួរសោះរឿងមានប្រយោជន៍ច្រើនណាស់សម្រាប់សង្គមជាតិយើងហេតុអីក៏ព្រះអង្គគ្រប់ព្រះអង្គមិនគិតហេតុអីក៏ព្រះអង្គគ្រប់ព្រះអង្គមិនគិតខ្ញុំកណានិយាយនេះមិនមែនដល់និយាយយកតម្លៃថ្លៃថ្នូរសម្រាប់ខ្លួនឯងទេនិយាយនេះអត់មានតម្លៃថ្លៃថ្នូរអីទេគឺញាតិញោមបានតែព្រះអង្គមួយក្រុមតូចដែលព្រះអង្គគិតថាចង់បង្កើតរឿងហ្នឹងគឺខំស្អប់ខ្ញុំកណាទៅវិញទេមនុស្សម្នាក់កុំថាឡើយដល់គេស្អប់10 20នាក់តែម្នាក់ក៏មិនគួរចង់ឲ្យគេស្អប់ដែរអញ្ចឹងវាអត់មានប្រយោជន៍សម្រាប់ខ្លួនខ្ញុំកណាទេតែរឿងនេះវាប៉ះពាល់ណាដល់តម្លៃរបស់មហាវីរៈបរិសជាតិនៃយើងមិនបានណាធ្វើបន់រំលឹកគុណលោករាល់ឆ្នាំធំដុំអីតែសូមកុំប្រមាថកុំបន្ទាបតម្លៃលោកកាលណាព្រះអង្គបង្កើតរឿងនេះដាក់ឈ្មោះក្រុមជំនុំបត្រៃបៃដកចំនួនព្រះអង្គទី1ស្មើនឹងបន្ទាបតម្លៃលោកគិតឲ្យដល់ទៅដឹងថាស្មើនឹងបន្ទាបតម្លៃលោកប៉ុណ្ណាទី2ព្រះអង្គចង់ទៅផ្ទៀងផ្ទាត់បត្រៃបៃដកដែលក្រុមជំនុំបត្រៃបៃដកផ្ទៀងផ្ទាត់រាប់10ឆ្នាំ40ឆ្នាំ50ឆ្នាំយើងនិយាយថាពេញមកជីវិតរបស់លោកតម្រាំតែបោះចេញលោកផ្ទៀងផ្ទាត់អស់ហើយព្រះអង្គចង់ទៅផ្ទៀងផ្ទាត់រឿងអីទៀតកណាព្រះអង្គអញ្ចឹងខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គគ្រប់ព្រះអង្គសូមចម្រើនពរចំពោះសម្ដេចបវរធិបតីពីចម្ងាយសូមសម្ដេចកុំស្ដាប់ពុកអាជ័យហើយអើ
ធ្លាក់ទឹកសម្ដេចនឹងជាប់ឈ្មោះជាប្រវត្តិមិនល្អតាមអ្នកដែលឲ្យយោបល់មិនត្រូវចឹងសម្ដេចចង់លោកឲ្យយោបល់ចង់បង្កើតរឿងនេះសម្ដេចត្រូវប្រាប់ត្រូវក្រសួងធម្មការឲ្យកែតម្រូវឈ្មោះឡើងវិញកុំឲ្យដាក់ថាជាក្រុមជំនុំបត្រៃបៃដកកុំឲ្យមានពាក្យក្រុមជំនុំបត្រៃបៃដកនៅក្នុងមនុស្សសម័យចំនួននេះមនុស្សចំនួននេះនិយាយខ្លះអាត្មាមិននិយាយទាំងអស់កុំឲ្យថាប៉ះពាល់ក្រៃលោមានអ្នកខ្លះខ្លាំងស្មើនឹងសម្ដេចជួនណាតមកមិនហ៊ាននិយាយទាំងអស់ទេតែមនុស្សសម័យនេះខ្លះស្មើនឹងមនុស្សខ្វាក់ភ្នែកហើយចង់ទៅដាក់ចំនួនមនុស្សភ្លឺភ្នែកមិនកើតមានស្អីក្នុងខ្លួនហ្នឹងមានស្អីកណាព្រះអង្គសួរខ្លួនព្រះអង្គថាព្រះអង្គមានអីក្នុងខ្លួនចេះស្អីព្រះអង្គនិយាយពីអាចចេះក្នុងខ្លួននឹងចេះស្អីខ្លះដូចខ្ញុំកណានិយាយមិនបាច់និយាយរឿងអីផ្សេងទៀតទេនិយាយកុំនិយាយដល់រឿងអីផ្សេងទៀតនិយាយតែសូត្រធម៌ពឹស្រា7មេសូត្រទាញគ្នាទៅមុខទៅក្រោយមិនគ្រាន់តែសូត្រតាមនឹងសូត្រមិនកើតផងកុំថាឲ្យយល់អត្តន័យក្នុងពឹស្រានឹងយកមកបង្រៀនប្រសក់បានគ្រាន់តែសូត្រ5 6អង្គសូត្រមិនត្រូវគ្នាផងហើយព្រះអង្គយកស្អីទៅកែកណាព្រះអង្គយកស្អីទៅកែព្រះអង្គយកស្អីទៅផ្ទៀងទាត់កុំវែងពេកខ្លីប៉ុណ្ណឹងចុះខ្ញុំបកណាអាត្មាសូមចម្រើនពរសូមទឹកចិត្តម្ដងហើយម្ដងទៀតសូមសម្ដេចបវរធិបតីឲ្យមន្ត្រីថ្នាក់ក្រោមអាវ៉ាតពិចារណាឡើងវិញនៅគំនិតយោបល់របស់ពួកអាជ័យធ្លាក់ទឹកមួយចំនួនដែលឲ្យយោបល់ទៅវាមិនត្រូវរឿងហើយចេះតែសាទរចេះតែត្រេកអរអារឿងដែលគួរគិតគួរពិចារណាអត់យកមកដាក់ក្នុងខួរក្បាលនេះយកមកគិតសិនទេដឹងតែពីសាទរដឹងតែពីត្រេកអរអារឿងណាចេញមកក៏ដឹងតែត្រេកអរទាំងអស់ខ្ញុំកណានិយាយចឹងមិនមែនខ្ញុំកណាអ្នកប្រឆាំងទេសម្ដេចតាំងពីដើមមកដូចខ្ញុំកណាបញ្ជាក់ខាងដើមចឹងខ្ញុំកណាមិនដែលតាំងខ្លួនខ្ញុំកណាជាអ្នកប្រឆាំងទេតែរឿងណាដែលវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាជនរឿងណាដែលវាប៉ះពាល់ដល់ប្រពៃណីវប្បធម៌អក្សរភាសារឿងខ្លះខ្ញុំកណាបាត់ភ្នែកបាត់តិចរឿងសាសនានៃការដឹកនាំសាសនាព្រោះមានគ្រូខ្ញុំកណាទាំងសម្ដេចនុនង៉ែទាំងសម្ដេចពុទ្ធជ័យមនីក៏ព្រះអង្គជាអ្នកដឹកនាំសាសនាខ្ញុំកណាបាត់ភ្នែកបាត់តិចរឿងខ្លះតែរឿងនេះមួយខ្ញុំកណាមិនអាចបាត់ភ្នែកបាត់តិចបានទេព្រះអង្គខ្ញុំកណាត្រូវតែចេញមុខដាច់ខាតរហូតដល់ជីវិតខ្ញុំកណាអស់ហើយខ្ញុំកណាប្រឆាំងយ៉ាងនេះក្រុមរបស់ព្រះអង្គប្រមាណអង្គដែលចង់បង្កើតរឿងហ្នឹងច្បាស់ជាថាខ្ញុំកណាឆ្វេងឆ្កួតតែឯងតែប្រជាជននិងប្រសង់គ្រប់ព្រះអង្គបញ្ញវន្តដែលរៀនសូត្រចេះដឹងគេគិតដូចខ្ញុំកណាអញ្ចឹងគេមិនគិតថាខ្ញុំកណាឆ្កួតទេតែក្រុមព្រះអង្គប្រមាណអង្គដែលចង់បង្កើតហ្នឹងពិតជាគិតថាខ្ញុំកណាឆ្កួតឧបមាដូចជាព្រះអង្គខៀវជុំញាតិញោមណាធ្លាប់អានសភៅសកលចន្ទារបស់ព្រះអង្គខៀវជុំដឹងកំរាស់ក្រាស់ហ្នឹងគឺកំរាស់ក្រាស់ដែលយកមកសិក្សាអ្នករៀនបល័យរៀនអីចំនួនឆ្នាំ9ជាងដឹងសភៅព្រះអង្គខៀវជុំល្បីយ៉ាងណាគឺសភៅសកលចន្ទាចំណងជើងសភៅសកលចន្ទាល្បីយ៉ាងណារបស់ស្នាដៃរបស់ព្រះអង្គខៀវជុំប៉ុន្តែកាលពីព្រះអង្គខៀវជុំនៅបច្ចុប្បន្នអ្នកប្រាជ្ញមួយចំនួនជេរលោកថាលោកឆ្កួតលោកឆ្វេងមនុស្សមួយចំនួនដែលមិនសប្បាយចិត្តជាមួយលោកជេរថាលោកឆ្កួតលោកឆ្វេងតែលោកតែទីបំផុតនៅពេលដែលលោកសកត់ទៅដឹងថាស្នាប្រហោះនឹងអ្វីដែលលោកនិយាយគឺមិនឆ្កួតទេគេយកមករៀនទល់សពថ្ងៃនេះអញ្ចឹងខ្ញុំកណាមិនប្រៀបខ្លួនខ្ញុំកណាទៅព្រះអង្គខៀវជុំនេះខ្ញុំកណាអត់បានមកកញ្ចក់ជើងរបស់ព្រះអង្គខៀវជុំទេប៉ុន្តែខ្ញុំកណាឧបមាឥឡូវនេះព្រះអង្គគ្រប់ព្រះអង្គក្រុមព្រះអង្គដែលចង់បង្កើតនឹងចាត់ទុកខ្ញុំកណាឆ្វេងដូចមនុស្សឆ្កួតដូចកង្កៅគេជេរព្រះអង្គខៀវជុំអញ្ចឹងឧទាហរណ៍ថាអញ្ចឹងចុះអញ្ចឹងព្រះអង្គជេរខ្ញុំកណាយ៉ាងម៉េចក៏ដោយខ្ញុំកណានៅតែប្រឆាំងដាច់អហង្ការមកយល់អំពីចិត្តរបស់សម្ដេចចង់ឲ្យសាសនារីកចម្រើនចង់ឲ្យជាតិរីកចម្រើនហើយដូចខ្ញុំកណាអាត្មាគិតបញ្ជាក់អញ្ចឹងញាតិញោមប្រជាជាតិយើងទាំងអស់គ្នាថានាយករដ្ឋមន្ត្រីអត់មានពេលទៅគិតរឿងហ្នឹងទេជាយោបល់របស់លោកមួយចំនួនតូចនៅក្នុងក្រុមហ្នឹងផ្ដើមចេញពីអង្គមួយអង្គតែខ្ញុំកណាមិនបញ្ចេញឈ្មោះទេខ្ញុំកណាមិនបញ្ចេញឈ្មោះទេព្រះអង្គដែលឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីហ្នឹងព្រះអង្គគិតខ្លួនព្រះអង្គថាព្រះអង្គមានស្អីក្នុងខ្លួនព្រះអង្គនេះព្រះអង្គមានអីដែលព្រះអង្គឲ្យយោបល់ទៅនាយករដ្ឋមន្ត្រីចង់បង្កើតក្រុមជំនុំបត្រៃបេដកចំនួនថ្មីដែលយកឈ្មោះអ្នកប្រាជ្ញមហាវីរៈបរិសុទ្ធជាតិយកមកប្រើខ្លួនព្រះអង្គក៏ព្រះអង្គនេះចង់ឲ្យជាប់ឈ្មោះជាអ្នកប្រាជ្ញដែរនេះភាសាទំនើបគេហៅថាតោងឈ្មោះអ្នកល្បីនិយាយសម័យទំនើបគេប្រើភាសាអញ្ចឹងព្រះអង្គចង់តោងគេយកល្បីនឹងដើម្បីអីព្រះអង្គរកឲ្យឃើញខ្លួនព្រះអង្គនៅអ្វីមួយដែលមានប្រយោជន៍សម្រាប់មនុស្សជាតិទើបព្រះអង្គខ្លាយទៅជាអ្នកប្រាជ្ញតែបើព្រះអង្គយករបស់អ្នកប្រាជ្ញយកមកដាក់ឈ្មោះព្រះអង្គទេព្រះអង្គមិនត្រឹមតែមិនបានឈ្មោះទៅជាអ្នកប្រាជ្ញទេបញ្ញវន្តក្រោយដែលគេរៀនសូត្រចេះដឹងគេនឹងគិតទៅលើព្រះអង្គយ៉ាងម៉េចព្រះអង្គគិតពិចារណាខ្លួនឯងដូចខ្ញុំកណានិយាយខាងដើមថាខ្ញុំកណាវិញខ្ញុំកណាសម័យអត់ចេញទេព្រះអង្គខ្ញុំកណាអត់ហ៊ានសម័យមិនសម័យអត់ចេញខ្ញុំកណាអត់ហ៊ានសម័យខ្លួនឯងតែម្ដងណាមនុស្សសម័យនេះហើយយើងយកខ្លួនយើងទៅចង់បង្កើតខ្លួនយើងឲ្យដូចជាមហាវីរៈបរិសុទ្ធជាតិគ្រប់ព្រះអង្គខ្ញុំកណាសម័យអត់ចេញតែម្ដងព្រះអង្គខ្ញុំកណាអត់ហ៊ានសម័យតែម្ដងអញ្ចឹងព្រះអង្គនាំគ្នាគិតឡើងវិញកណាព្រះអង្គរឿងច្រើនណាស់សម្រាប់ជាតិយើងដែលត្រូវគិតខ្ញុំកណាមិនដែលជំទាស់នៅលើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំទាំងរដ្ឋទាំងអាណាចក្រទាំងពុទ្ធចក្រទេតាំងពីដើមមកតែថ្ងៃនេះខ្ញុំកណាចេញមុខប្រឆាំងរឿងនេះដាច់ខាតតែម្ដងកណាខ្ញុំកណាប្រឆាំងរហូតដល់ជីវិតខ្ញុំកណាចុងក្រោយព្រះអង្គមិនគួរទេព្រះអង្គកណាមិនគួរទេសូមជន់រួមជាតិទាំងអស់ហើយជាពិសេសសូមចម្រើនពរជន់រៀមជាតិរឿងណាដែលវាហួសហេតុហួសវិស័យពេកដែលប៉ះពាល់ធ្ងន់ធ្ងរពេកសម្រាប់ជាតិសម្រាប់វប្បធម៌ប្រវេណីសម្រាប់បព្វបុរសយើងញោមព្រះអង្គគ្រប់ព្រះអង្គត្រូវហ៊ានមានមនសិការកណាត្រូវហ៊ានមានមនសិការលើកឡើងព្រះអង្គនៅហេតុផលលើកអំពីហេតុនិងផលកុំទៅជេរគ្នាកណាព្រះអង្គកុំឲ្យដូចអ្នកប្រឆាំងមួយចំនួនគឺដឹងតែជេរបចោកុំ
យើងអត់ប្រើពាក្យជេរបចោយើងលើកហេតុផលពីផលប៉ះពាល់ពីផលអវិជ្ជមានវាមានផលប៉ះពាល់ស្អីខ្លះសម្រាប់ជាតិយើងសម្រាប់ប្រជាជនយើងលើកអំពីផលប៉ះពាល់ហើយលើកដោយល្អឲ្យថ្នាក់ដឹកនាំទាំងពីរផ្នែកលោកពិចារណាឡើងវិញហើយបើលោកមិនពិចារណាទេអានឹងធ្វើម៉េចយើងគ្រប់គ្នាជារាជយើងអត់អាចធ្វើឲ្យបានក្រៅអំពីលើកតែហេតុផលដើម្បីឲ្យថ្នាក់ដឹកនាំលោកគិតតែបើលោកមិនគិតទេយើងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរកណាចឹងខ្ញុំកណាសូមថ្វាយបង្គំចម្រើនពរព្រះសង្ឃគ្រប់ព្រះអង្គសម្ដេច